គ្នាជារឿងដែលគ្រួសាររបស់គាត់ចាំមិនភ្លេចទេបងប្រុសក៏បាននិយាយថានៅកំឡុងឆ្នាំ2018គាត់មានម៉ាក់គាត់ប្រពន្ធរបស់គាត់ហើយនឹងប្អូនថ្លៃរបស់គាត់ម្នាក់កាលពីមុនគឺម៉ាក់របស់គាត់នៅផ្ទះនៅឯម្ដុំផ្សារថ្មីជាប្រភេទផ្ទះជាន់លើហើយពិបាកមែនតើគឺគាត់នៅតែមកជាន់នឹងមកល្វែងហ្នឹងហើយចៀតមានកូនគាត់2នាក់មានម៉ាក់ក្មេកគាត់មានប្អូនគាត់ហើយពេលដែលមកពីធ្វើការអីគឺពិបាកមែនតើកន្លែងទុកម៉ូតូទុកឡានហើយយើងពិបាករបៀបថាសម្ពាធយើងចង់ទិញរបស់របរប្រើប្រាស់អីគឺពិបាកយកចូលហើយមានអារម្មណ៍ថារស់នៅយូរទៅវាតបប្រមាល់វាអត់ដូចគេនៅខាងក្រៅហើយណាមួយក៏គិតថាគាត់ចង់ទិញគាត់មានលទ្ធភាពក្នុងការទិញផ្ទះព្រោះលុយដែលគាត់រកបានជាមួយនឹងប្រពន្ធរបស់គាត់ចិត្តតែសំទុកដាក់ទៅគាត់អត់មានទិញអីទេអញ្ចឹងគាត់គិតថាគាត់ចង់ទិញផ្ទះល្វែងមួយដែលមិនចាំបាច់នៅទីប្រជុំជននេះពេកទេហើយគាត់ចង់ឲ្យប្រពន្ធគាត់លក់ដូរព្រោះប្រពន្ធរបស់គាត់កាលពីជំនាន់ហ្នឹងបងស្រីគឺគាត់ធ្វើការនៅក្នុងហាងលក់អីវ៉ាន់ណាអញ្ចឹងគាត់ចង់ឲ្យប្រពន្ធគាត់បើកដូចជា mini mart អីចឹងណានៅក្រោមផ្ទះអញ្ចឹងទៅហើយខាងលើគាត់គេងគាត់នៅអញ្ចឹងទៅហើយមួយទៀតចង់ឲ្យម៉ាក់ក្មេកគាត់ចាស់ហើយគាត់បញ្ជនចិត្តជាងហើយចង់ឲ្យគាត់មានទីធ្លាដាំដំណាំដាំអីហើយឲ្យគាត់មានកន្លែងឡើងចុះឲ្យគាត់រស់នៅឲ្យវាស្រួលបានន័យថាពេញមួយជីវិតរបស់គាត់គឺរស់នៅផ្ទះល្វែងស៊ុបទ្រុបហ្នឹងអញ្ចឹងគាត់ពិតជាពិបាកមែនតើគាត់ពិបាកចិត្តហើយណាមួយកូនរបស់គាត់ក៏ពិបាកដែរកូនគាត់ត្រូវការកន្លែងរត់លេងកន្លែងដើរមានមិត្តភ័ក្តិព្រោះនៅផ្ទះជួលចាស់គាត់ហ្នឹងអត់មានញាតិមិត្តទេអញ្ចឹងគាត់ថាចង់រកកន្លែងណាដែលយើងមានប្រស្រ័យតាក់ទងមួយអ្នកចិត្តខាងមួយអីរបៀបថារស់នៅបែបដូចគេដូចឯងណាក្នុងសម័យនេះហើយមិនចង់នៅផ្ទះតែមួយជាន់មួយល្វែងនឹងទៀតទេអញ្ចឹងគាត់ក៏ព្យាយាមរកផ្ទះល្វែងណាដែលគេលក់ក្នុងតម្លៃសមរម្យទីប្រជុំជនឬក៏កន្លែងណាមួយដែលគាត់អាចប្រកបអាជីវកម្មក៏បានគាត់អាចរស់នៅក៏បានគាត់អាចអីក៏បានអញ្ចឹងទៅដើម្បីសមស្របនឹងតម្រូវការហើយត្រូវនឹងបាត់ចិត្តរបស់គាត់ដែលគាត់មានចំនួនលុយដែលគាត់អាចទិញបានណាអញ្ចឹងគាត់រកពីមួយខែទៅតម្រាំតែមានផ្ទះមួយដែលវាមិនមែនជាប់ផ្សារពេកទេតែវានៅលើផ្លូវធំដែលគេជិះមកពីផ្សារហើយនៅទីក្រុងភ្នំពេញយើងនេះឯងតែគាត់វាមិននៅកណ្ដាលទេវានៅជីក្រុងហើយគាត់និយាយថាមុនដំបូងម៉ាក់ក្មេករបស់គាត់ជំទាស់ដែរដោយសារគាត់ធ្លាប់នៅកណ្ដាលក្រុងចង់ទិញអីវាលឿនអញ្ចឹងណាតែពេលដែលលើកហេតុផលនឹងគិតពិចារណារួមគ្នាទៅក៏មួយយ៉ាងដែរអញ្ចឹងក៏សម្រេចចិត្តថាទិញផ្ទះនោះដោយអត់បានស៊ើបប្រវត្តិអីទេទិញតាម agency ហើយផ្ទះនោះគឺសភាពផ្ទះចាស់តែគេmodify ថ្មីគេលាបថ្នាំគេបៀកថ្នាំគេ decor អីសាថ្មីសម្រាប់ដាក់លក់ហ្មងឬក៏ជួលអញ្ចឹងគាត់មើលទៅឃើញស្អាតជាប្រភេទផ្ទះល្វែងជាប់គ្នាអញ្ចឹងទៅដល់ពេលឃើញស្អាតអញ្ចឹងគាត់ក៏សួរពីតម្លៃវាក្រោមបាត់ចិត្តរបស់គាត់ទៀតហើយស្អាតនិយាយរួមទៅគេរៀបចំ decor ស្រាប់អញ្ចឹងយើងអត់សូវហត់អីប្រហែលទេណាមួយវាត្រូវជាមួយនឹងអ្វីដែលគាត់ចង់បានយើងគិតជាន់ផ្ទាល់ដីមួយជាន់ទី1មួយជាន់ទី2មួយជាន់ហើយមានជាន់ឡើងទៅមួយទៀតហើយខាងក្រោមនេះប្រពន្ធគាត់អាចលក់ដូរបានវារបៀបនៅផ្ទះខាងមុខបរិយអញ្ចឹងណាអញ្ចឹងគាត់ក៏អូខេហើយក៏ធ្វើកងត្រាទិញលក់អីចឹងទៅក៏គាត់មូលទៅនៅមុនដែលមូលទៅនៅគាត់អត់បានធ្វើពិធីសូត្រមន្តអីវែងឆ្ងាយទេគ្រាន់តែហាយចាស់ទុំ2 3នាក់មកសូត្រមន្តអីតិចតួចហើយនឹងសែនបែបចិនខ្មែរគាត់អញ្ចឹងណាអញ្ចឹងហើយក៏គាត់ចូលនៅទៅពេលដែលគាត់ចូលនៅប្រពន្ធរបស់គាត់ក៏ចាប់ផ្ដើមរៀបចំការងាររកស៊ីរបស់គាត់នឹងទៅដាក់អីវ៉ាន់ដាក់អីចឹងទៅហើយក៏ពួកគាត់ពីរអ្នកប្តីប្រពន្ធទៅគេងជាន់លើម៉ាក់របស់គាត់គេងជាន់ឡើងទឿកូនរបស់គាត់គេងជាន់ទី1គាត់ក៏គេងជាន់ទីគាត់គេងជាន់ទី1ដែរគ្រាន់តែថាជាន់ទី2យើងដាក់អីវ៉ាន់ចឹងទៅហើយក៏មានបន្ទប់សម្រាប់ទុកបងប្អូនឬក៏អីចឹងណាហើយប្អូនថ្លៃរបស់គាត់គឺនៅជាមួយនឹងម៉ាក់គាត់គេងបន្ទប់ជាមួយនឹងម៉ាក់គាត់អញ្ចឹងជីវិតគ្រួសាររបស់គាត់កូនគាត់2ម៉ាក់ប្អូនថ្លៃគាត់និងប្រពន្ធគាត់រស់នៅគឺទៅនៅគឺមានអារម្មណ៍ថារៀងធូរស្រាលហើយមានអារម្មណ៍ថារៀងលះលហួនខ្លួនប្រាណអីហ្នឹងគឺត្រូវខ្យល់ត្រូវក្តៅអញ្ចឹងណាគឺស្រួលមែនតើក៏ប៉ុន្តែអ្វីដែលពិបាកម្យ៉ាងសម្រាប់ពួកគាត់ពេលដែលនៅបានប្រហែលជាខ្ទង់ 2-3 ខែគឺចាប់ផ្ដើមមានអារម្មណ៍អត់សូវល្អនៅក្នុងគ្រួសារចាប់ផ្ដើមមានភាពរកម្មរកោសជាពិសេសម្ដាយក្មេករបស់គាត់គឺអារម្មណ៍របស់គាត់ប្រែប្រួលហើយសុខភាពរបស់គាត់បែរទៅជាលែងសូវល្អវិញហើយប្អូនថ្លៃរបស់គាត់តែងតែនិយាយថាឲ្យតែពេលយប់ឡើងគឺម៉ាក់តែងតែងើបដើរចេញមកខាងក្រៅហើយអង្គុយនៅមាត់ច្រាជួនកាលគាត់ចូលទៅក្នុងបន្ទប់ទឹកទៅអង្គុយយូរមែនតើអត់មានបត់ដៃបត់ជើងទេអញ្ចឹងអាការៈនឹងមួយដែលធ្វើឲ្យគាត់ចាប់ផ្ដើមអារម្មណ៍ហើយពេលដែលគាត់សួរម៉ាក់គាត់ថាម៉ាក់ឯងភ្ញាក់មកមើលឬក៏ម៉ាក់ឯងមិនគាត់ថាគាត់អត់ដឹងខ្លួនទេតតែពេលដែលគេដាស់ឬក៏គេហៅគាត់បានគាត់ដឹងខ្លួនហើយមួយទៀតបងប្អូនទាំងអស់គ្នាកូនរបស់គាត់អាយុ4ឆ្នាំ5ឆ្នាំហើយមួយទៀតហ្នឹងអាយុខ្ទង់7 8ឆ្នាំពេលពួកគាត់គេងនៅបន្ទប់ពួកគាត់បើសិនជាអាចនិយាយបានថាបើសិនជាប៉ាម៉ាក់នឹងមិនទៅគេងជាមួយគឺជប់ឡើងគឺពួកគាត់ស្រែកគាត់មកមើលគាត់ស្រែកឬក៏គាត់អីចឹងទៅអញ្ចឹងពីអ្នកប្តីប្រពន្ធគាត់អត់សូវបានគេងនៅបន្ទប់ទេភាគច្រើនគឺតែគេងជាមួយកូនព្រោះកូនស្រែករហូតមួយអាទិត្យពីរអាទិត្យមុនអត់អីទេដល់ពេលក្រោយមកគឺអញ្ចឹងវាចាប់ផ្ដើមមានបញ្ហាអញ្ចឹងណាហើយគាត់ក៏មានអារម្មណ៍ថាជឿទៅលើជំនឿថាគេលោថាយើងចូលមកនៅយើងសែនមិនបានដិតដល់ឬក៏អីចឹងទៅឬក៏មានបញ្ហាអីមួយនៅក្នុងនឹងអញ្ចឹងណាតែបើចំណែកឯប្រពន្ធរបស់គាត់រៀងខុសគេប្រពន្ធរបស់គាត់និយាយថាគាត់មានអារម្មណ៍ថានៅក្នុងផ្ទះហ្នឹងគឺ
គាត់អាសាឃើញម្ដាយរបស់គាត់ដោយយល់សប្តិឃើញម្ដាយរបស់គាត់ផ្លេចហើយពេលខ្លះគាត់ឧទាហរណ៍តែគាត់អង្គុយនៅកន្លែងសាឡុងទទួលភ្ញៀវស្រាប់តែសុកគាត់ឃើញម៉ាក់គាត់ឈរនៅខាងក្រៅផ្ទះដល់ពេលអញ្ចឹងគាត់ក៏ស្រែកឬក៏ដើរទៅរកម៉ាក់គាត់ស្រាប់តែម៉ាក់គាត់នៅក្នុងផ្ទះវិញឬក៏ពេលខ្លះគាត់លេងទូរស័ព្ទអញ្ចឹងទៅគាត់អោនចុចអញ្ចឹងទៅឃើញលឺសលេងម៉ាក់គាត់និយាយតែដល់ពេលតែគាត់រកមើលអត់ឃើញទេហើយម៉ាក់គាត់ភាគច្រើនគឺសង្ងំនៅក្នុងបន្ទប់អត់ដូចការនៅផ្ទះចាស់របស់គាត់ទេហើយគាត់ម៉ាក់គាត់តែងតែនិយាយថាអញមានអារម្មណ៍ថាហាក់ដូចជាដេកថាដូចអត់បានដេកមកយប់ដឹងដើរនឹងធ្វើអីខ្លះងើបមកវិញគឺពិបាកក្នុងខ្លួនអញ្ចឹងអារម្មណ៍ច្រើនរឿងច្រើនមានចម្ងល់ច្រើននៅក្នុងគ្រួសារហ្នឹងមែនតើសុំទោសធ្វើឲ្យពួកគាត់ចាប់ផ្ដើមច្បោកច្បល់អញ្ចឹងម៉ាក់គាត់មានមិត្តពធរបស់គាត់ដែលជាអ្នកទៅសុំសិលទៅវត្តមួយគ្នាអ្នកធ្វើបុណ្យមួយគ្នាអញ្ចឹងណាគាត់ណែនាំឲ្យនិមន្តព្រះសង្ឃមកសូត្រមន្តទៅអញ្ចឹងម៉ាក់គាត់ក៏រៀបចំរឿងហ្នឹងតាមម៉ាក់របស់គាត់និមន្តព្រះសង្ឃមកសូត្រមន្តមកឆាន់ត្រង់អញ្ចឹងទៅប្រោះព្រំពីជាន់លើដល់ជាន់ក្រោមហើយក៏លោកធ្វើពិធីធ្វើអីអញ្ចឹងណាតែហើយក៏នៅតែអត់បានផលរបៀបថានៅតែដដែលនៅតែឃើញនៅតែជួបដដែលពេលខ្លះអញ្ចឹងទៅយប់ហ្នឹងគឺលឺសំឡេងដើរឡើងចុះតែដល់ពេលគាត់ខលសួរប្អូនថ្លៃរបស់គាត់គឺម៉ាក់នៅក្នុងបន្ទប់ទេហើយកូនរបស់គាត់ដល់យូរទៅគាត់ថាឲ្យតែយប់ឡើងគឺដឹងតែដើរមកចូលបន្ទប់គាត់ឧទាហរណ៍ថាពីអ្នកដេប្រពន្ធគាត់គេងនៅបន្ទប់គាត់យប់ហ្នឹងគឺកូនគាត់ដឹងតែមករកគាត់ហើយដើរមកទាំងដែលខ្លួនហ្នឹងដូចមកមើលអញ្ចឹងណាអញ្ចឹងគាត់បារម្ភគាត់គិតថាអត់កើតទេគាត់រកគ្រូព្រោះអីក៏អាចរស់នៅទាំងអត់ដេកអត់ឆ្អែតអត់ពួនហើយមានអារម្មណ៍ថាមានបញ្ហារហូតអញ្ចឹងទៅរកគ្រូថាគាត់មានអារម្មណ៍ថាពីអ្នកដេប្រពន្ធគាត់ហ្នឹងរាសីអស់លិញគឺរាសីពួកគាត់ហ្នឹងគឺធ្លាក់សឹងស្មើសូន្យមកអញ្ចឹងគាត់សុំទៅដល់ផ្ទះគាត់សុំទៅមើលនៅផ្ទះហ្នឹងមានបញ្ហាដល់ពេលដែលគាត់មកដល់គាត់ឈប់ឡាននៅមុខផ្ទះគាត់និយាយប្រាប់ហ្មងផ្ទះហ្នឹងរៀបថ្នាំសាថ្មីមែនផ្ទះហ្នឹងដូចផ្ទះចាស់ហើយផ្ទះនេះធ្លាប់ឆេះដែរគាត់ថាអត់ដឹងផងដោយសារតែគាត់មកទិញហ្នឹងគេរៀបថ្នាំថ្មីអញ្ចឹងគាត់គ្រូហ្នឹងលោកគ្រូហ្នឹងគាត់ដើរទៅសួរអ្នកចិត្តខាងខ្លួនឯងមកគាត់ថាណែគាត់ហៅនាងសុំសួរបន្តិចអ៊ីមួយដែលនៅចិត្តផ្ទះហ្នឹងគាត់កំពុងថាឈោមើលនាងសុំសួរបន្តិចមើលផ្ទះនេះផ្ទះម្ដុំនេះមានធ្លាប់ឆេះទេអ៊ីហ្នឹងគាត់ថាធ្លាប់តែលោកគ្រូឆេះមួយឆ្នាំហើយឆេះ2-3ឆ្នាំហើយតែឆេះអត់ខ្លាំងទេគ្រាន់តែថាឆេះខាងក្នុងអញ្ចឹងណាហើយឆេះហ្នឹងមានបញ្ហាទេអ៊ីហ្នឹងអត់ហ៊ានមាត់ទេគាត់ហ៊ានស្រឡាំងកាំងអញ្ចឹងណាគ្រូហ្នឹងគាត់ថាមានអ្នកងាប់ហ្នឹងឯងគាត់សួរអញ្ចឹងណាមានអ្នកងាប់ហ្នឹងឯងអ៊ីហ្នឹងក៏រៀងចង់ឆ្លើយតិចមិនចង់ឆ្លើយតិចអញ្ចឹងណាដោយសារគាត់ខ្លាចអញ្ចឹងអ៊ីហ្នឹងក៏ចាអញ្ចឹងណាចាមួយម៉ាត់អញ្ចឹងបងម្ចាស់សាច់រឿងគាត់ថាគាត់ចាប់ផ្ដើមភៀងបដៅទៅផ្ទះហ្នឹងមានអ្នកស្លាប់គ្រូហ្នឹងក៏អរគុណគេអញ្ចឹងទៅគាត់ក៏ដើរចូលផ្ទះគាត់ក៏ទៅអង្គុយនៅសាឡុងហើយគាត់និយាយប្រាប់ថាផ្ទះហ្នឹងធ្លាប់មានអ្នកស្លាប់ហើយស្លាប់ហ្នឹងស្លាប់តៃហោងស្លាប់ដោយសារតែភ្លើងឆេះអញ្ចឹងវិញ្ញាណហ្នឹងអត់ទៅណាទេហើយគាត់សួរថាចុះអ្នកស្លាប់ហ្នឹងស្លាប់នៅជាន់ណាគាត់ថាស្លាប់នៅជាន់ឡាយទឿអញ្ចឹងគឺជាបន្ទប់ម្ដាយគាត់សម្រានហ្នឹងឯងហើយវិញ្ញាណហ្នឹងគឺនៅហ្នឹងនេះវិញ្ញាណនេះដើរមកដើរពីក្រោយមកគាត់និយាយអញ្ចឹងហើយម្នាក់នាំគ្នាងាកទៅក្រោយលន់អ្នកសំបីអ្នកស្ដាប់ហ្នឹងក៏ងាកដែរនេះមកនៅពីក្រោយស្រាប់តែពេលអញ្ចឹងបងប្អូនទាំងអស់គ្នាស្រាប់តែគាត់ទៅលេខឆាច់ទៅគាត់ថាគាត់អត់ឃើញនៅក្រោយនឹងទេតែទូយើងនឹងពេលបិទទៅឲ្យក្រង់ OLED ទៅវាមិនអាឡងដូចកញ្ចក់អេក្រង់ទូរស័ព្ទយើងអញ្ចឹងស្រាប់តែគាត់ឃើញសមោលមនុស្សស្រីឈរនៅពីក្រោយពួកគាត់បើតាមតែមើលប្រហែលអាចនឹងវ័យ70ឆ្នាំជាងឬក៏70គាត់គ្រាន់ឃើញអញ្ចឹងគាត់ងាកទៅវិញហើយគាត់ដឹងថាអូលោកគ្រូមើលឃើញគាត់សួរថាអញ្ចឹងលោកគ្រូគួរធ្វើម៉េចលោកគ្រូថាអត់អីទេវិញ្ញាណនេះមកនេះគ្មានគោលបំណងធ្វើបាបអីទេគ្រាន់តែថានៅស្ដាយសំណោះព្រោះផ្ទះហ្នឹងផ្ទះកូនគេហើយពេលនៅរស់ហ្នឹងមិនស្រួលកូនហ្នឹងមិនមើលដល់ទេទុកម្ដាយចោលរហូតដល់ភ្លើងឆេះស្លាប់ហ្នឹងទេវែងវ័នឆេះនៅក្នុងហ្នឹងមើលខ្ញុំសួរយាយឯងមើលយាយឯងនៅចាំអីគេនៅរកអីគេហើយគាត់ក៏ចរចានិយាយមកសន្ទុះគាត់ថាឥឡូវបើសិនជាគេយកយាយឯងទៅនៅមួយកូនចៅវិញទៅទេអញ្ចឹងណាសួរអញ្ចឹងថាអត់ដឹងកូនចៅនៅណាអញ្ចឹងយាយផងនៅផ្ទះគេព្រោះផ្ទះហ្នឹងកូនយាយលក់ឲ្យគេហើយអញ្ចឹងបើយាយនៅគ្មានអីចម្រើនទេមានតែឲ្យគេខ្លាចទេអញ្ចឹងយាយសាក់ទៅរកផ្ទះកូនចៅទៅរកផ្ទះបងប្អូនមើលគេលោជួបហើយបើព្រមគេមានស្អីជូនតាណាយាយទៅអញ្ចឹងណានិយាយចុះនិយាយឡើងនិយាយអត់ចូលគ្នាគ្រូថាយាយប្រយ័ត្នខ្ញុំលេងធေါ်ក្តៅហើយប្រាប់ណាយាយគេកូនយាយលក់ផ្ទះនោះឲ្យគេកុំនៅម្ចាស់ផ្ទះគេខ្លាចកំពុងនិយាយស្រាប់តែវិញ្ញាណហ្នឹងចូលប្អូនថ្លៃគាត់ផ្លុកចូលចាប់ដើមតវ៉ាមួយគ្រូតែគ្រូហ្នឹងគាត់ថាឥឡូវគាត់ទុកពេលឲ្យ3ថ្ងៃមុនពេលដែលគាត់លេងធေါ်ក្តៅបើសិនជាមិនទៅទេ3ថ្ងៃទៀតគាត់មកវិញហើយមកលើកនេះគឺគាត់អត់និយាយជាមួយទេគ្រូហ្នឹងក៏ប្រាប់ឲ្យមកចិត្តគាត់ទាំងអស់ហើយគាត់ពាក់អំបោះឲ្យគាត់ថាពាក់អំបោះការពារហើយព្យាយាមតាំងចិត្តតាំងអារម្មណ៍កុំផ
ផិតកុំភ័យខ្លាំងពេកហើយកុំភ្ញាក់កុំផ្អើលឃើញអីក៏ដោយជួបអីក៏ដោយ3ថ្ងៃទៀតបើសិនជានៅតែមានរឿងហ្នឹងគាត់នឹងមកម្ដងទៀតតែបើមិនមានទេ5ថ្ងៃទៀតគាត់នឹងមកដល់3ថ្ងៃក្រោយមកបងប្អូនកំឡុងពេល3ថ្ងៃហ្នឹងគឺមកបន្ទប់ហ្នឹងគឺដេកជុំគ្នាទាំងអស់ដោយសារតែខ្លាចហើយអត់មានអ្នកណាគេហ៊ាននៅផ្ទះម្នាក់ឯងទេតែត្រឹមតែ2ថ្ងៃទេដែលមានបញ្ហាហ្នឹងគឺលឺសំឡេងរុះរើដូចទាញអីវ៉ាន់ដូចរើអីវ៉ាន់ដូចបើកទ្វារដូចអង្គើទ្វារដូចអីគ្រប់សពយ៉ាងសំឡេងចម្លែកបើកទួបើកអីរហូតដល់2ថ្ងៃហ្នឹងល្ងាចថ្ងៃទី2ហ្នឹងក៏បាត់លែងឃើញថ្ងៃទី3ចាំមើលក៏អត់មានឃើញអីទេអញ្ចឹងគាត់ក៏ប្រាប់លោកគ្រូថាមានអារម្មណ៍ថាដូចស្ងាត់ហើយអត់មានអារម្មណ៍ថាខ្លាចដូចមុន5ថ្ងៃក្រោយគ្រូនឹងមកថាគាត់ទៅហើយគាត់ចេញទៅហើយគ្រូនឹងក៏ទៅសួរប្រភូមិទៅសួរជំនាញផ្ទះសួរអីជំនាញនឹងប្រាប់ថាយាយនឹងទៅហើយគាត់ប្រាប់ដែរគាត់ថាគាត់ទៅហើយបើសិនជាមិនមែនជាផ្ទះកូនចៅគាត់ទៀតហើយគាត់អត់មកវិញទេអញ្ចឹងណាតែបងប្អូនទាំងអស់គ្នាក្រោយពីរឿងនឹងបានស្ងប់ស្ងាត់បាន1ឆ្នាំរឿងច្រើនទៀតបានកើតឡើងនៅក្នុងផ្ទះមកហ្នឹងគឺគ្រួសាររបស់គាត់ចាប់ផ្ដើមមានបញ្ហាហើយដល់ថ្នាក់ថ្ងៃមួយកូនរបស់គាត់ត្រូវធ្លាក់ពីលើជាន់ឡើយទឿមកដល់ខាងក្រោមស្ទើរបាត់បង់ជីវិតហើយកំឡុងពេលហ្នឹងគឺប្រពន្ធគាត់រត់ទៅលើកូនហើយគាត់ងើយមកខាងលើស្រាប់តែឃើញវិញ្ញាណមានធំមួយឈរនៅកណ្ដាលផ្ទះនៅកណ្ដាលចតើបើយើងគិតទៅអាចរុញកូនគាត់ធ្លាក់ហើយម្ដាយក្មេករបស់គាត់ចាប់ផ្ដើមវិញនិយាយនេះនិយាយនោះនិយាយទាំងដែលគាត់នឹងមានសភាពធម្មតាគាត់និយាយពីនរកប្រែតនិយាយពីខ្មោចនិយាយពីព្រាយវិញរហូតដល់គាត់គិតថាផ្ទះហ្នឹងគឺនៅលេខបានហើយគាត់អត់ចង់រកគ្រូឬក៏អីមកទៀតទេគាត់ក៏សម្រេចចិត្តថាមូលចាញ់ហើយទៅនៅផ្ទះចាស់របស់គាត់វិញពេលដែលទៅនៅផ្ទះចាស់វិញបានតែមួយទេម្ដាយក្មេកគាត់មកសភាពដើមហើយរស់នៅបែបធម្មតាមកវិញផ្ទះហ្នឹងគាត់ដាក់ផ្លាកលក់យកហ្មងបងប្អូនលក់មួយឆ្នាំមិនដាច់ហើយលក់ខាតចំនួន$3,000អ្នកចិត្តខាងនឹងប្រាប់គាត់ឃើញគ្រួសាររបស់គាត់ទៅពេទ្យឃើញគ្រួសាររបស់គាត់មានបញ្ហាតែចិត្តខាងថាអូនអើយកុំនៅអីបើអូនឯងនៅគាត់បានសុខដែរព្រោះយាយនឹងការនៅរស់កាចណាហើយយាយនឹងនិយាយតែពាក្យពិតទេហើយអ៊ីក៏ចង់ចាញ់ដែរអត់ចង់នៅទៀតទេតែអ៊ីគ្មានជំរឿសដោយសារតែកូនចៅគាត់មានលុយអញ្ចឹងណាអញ្ចឹងក៏យើងមិនដឹងថាគាត់ចេញទៅគាត់មកវិញឬក៏មិនដែរបងប្រុសម្ចាស់សាច់រឿងគាត់និយាយថាលើកទី1ក្នុងជីវិតហើយក៏គាត់មិនដែរចង់ជួបទៀតដែរហ្នឹងហើយដែលគាត់សម្រេចចិត្តថាទិញផ្ទះតែគាត់អត់បានសួរអ្នកចិត្តខាងក៏អត់បានសួរអីហើយគាត់គិតថាគាត់ជឿជាក់លើភ្នែកតែខាងក្នុងមិនដឹងយ៉ាងម៉េចទេគាត់ថាផ្ទះហ្នឹងចាក់ស្ដែងពេលដែលនៅដំបងគឺល្អមែនតែពេលដែលនៅយូរផ្លូវចិត្តរបស់យើងកាន់តែធ្ងន់ធ្ងរដោយអារបៀបថាមានអីមួយមកគៀបសង្កត់ផ្លូវចិត្តខាងក្នុងយើងដែលធ្វើឲ្យយើងអត់មានអារម្មណ៍ថាល្អហើយគ្រួសារចេះតែតបប្រមាឆ្លោះគ្នាបកៃគ្នាហើយត្រូវជាមួយនឹងអារម្មណ៍មិនល្អដេកមិនឆ្អែតមានការភ័យខ្លាចទៀតគឺវាច្បោកច្បាពេញអញ្ចឹងបងប្រុសគាត់និយាយថាមុននឹងទិញផ្ទះមុននឹងអីគួរតែមើលត្រឹមត្រូវហើយបើសិនជាអាចសួរគេសួរឯងទៅហើយត្រូវដឹងពីប្រវត្តិផ្ទះព្រោះផ្ទះមួយមិនមែន 4-5,000 ទិញបានទេហើយបើយើងនៅហើយត្រឹមតែនៅមិនកើតចេញមិនអីទេខ្លាចតែគ្រួសារយើងណាមួយមានអាការៈដូចមិនល្អដូចគាត់ឲ្យកូនគាត់ស្ទើរតែបាត់បង់ជីវិតដោយសារតែផ្ទះហ្នឹងអញ្ចឹងគាត់ក៏សម្រេចចិត្តថាចេញភ្លាមហើយអ្វីដែលគាត់នឹកស្មានមកដល់ចេញបានមួយសប្តាហ៍គឺម្ដាយរបស់គាត់មកសភាពដើមវិញទាំងដែលគាត់ចាប់ផ្ដើមវិញវ័នទៅពេលនៅផ្ទះនោះមិនដឹងថាជ័យហ្នឹងគាត់ធ្វើអីឬក៏គាត់ចូលឬក៏មិនអីចឹងណាអញ្ចឹងនេះគឺជារឿងរ៉ាវបងប្រុសដែលបានកើតឡើងចំពោះគាត់ផ្ទាល់តែម្ដងអញ្ចឹងបងប្អូនយល់ឃើញយ៉ាងណាអាចខមមិននៅខាងក្រោមនេះបានចំពោះសាច់រឿងមួយនេះណាអញ្ចឹងខ្ញុំចូលទៅដល់សាច់រឿងទី2បន្តតាក់ទងទៅនឹងរឿងផ្ទះនៅខេត្តម្ដងផ្ទះនៅខេត្តមួយនេះបងប្រុសដែលគាត់និយាយនេះគាត់មានអាយុត្រឹមតែ26-27ទេអាចថាក្មេងដែរណាគាត់បាននិយាយរឿងនេះមកកាន់ខ្ញុំហើយគាត់ថាក៏ប៉ុន្តែគាត់មិនមែនជាគ្រូឬក៏មិនមែនជាអីទេគ្រាន់តែគាត់ជាមនុស្សម្នាក់ដែលមាននិស្ស័យតាក់ទងទៅនឹងមុនតាក់ទងទៅនឹងផ្លូវក្នុងផ្លូវក្រៅហើយគាត់ធ្លាប់អាស្រ័យតាក់ទងហើយក៏គាត់មិនដែលរៀនមានគ្រូទេគាត់មិនដែលរៀនតែនិស្ស័យពីកំណើតដែលឲ្យគាត់បានមាននិស្ស័យតាក់ទងទៅនឹងរឿងហ្នឹងគាត់ថាគាត់មិនចាប់ជាអាជីពទេពេលណាមាននិស្ស័យក៏និយាយពេលណាមាននិស្ស័យក៏ថាទៅអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់ទៅការពួកម៉ាក់របស់គាត់ដែលជិតស្និទ្ធបំផុតហើយគាត់អត់ដែរទៅការគេនៅខេត្តហើយដេកផ្ទះគេទេតែថ្ងៃហ្នឹងគឺថ្ងៃទៅការហ្នឹងក៏គាត់ត្រូវទៅដេកគឺគាត់អត់បានទៅដេកថ្ងៃចូលរោងទេថ្ងៃចូលរោងគឺគាត់ទៅពេលថ្ងៃពេលកាត់សក់ហើយគាត់ជប់ឡើងគាត់នៅជប់លៀងហើយអាចនិយាយបានថានៅសម្រាប់នោះមកជប់ដោយសារតែទទួលទានគ្រឿងស្រវឹងអញ្ចឹងតែគាត់អត់បានដេកនៅផ្ទះការទេគឺគាត់ដេកផ្ទះជួបផ្ទះការគឺជាផ្ទះអ្នកជិតខាងមិនមែនជាបងប្អូនដែលគេអនុញ្ញាតឲ្យពួកគាត់ទៅសម្រាប់ហើយក៏មិនមែនដេកតែគាត់ទេមានមិត្តភក្តិគាត់2នាក់ទៀតហើយក៏មានអ្នកផ្សេងទៀតដែលត្រូវជាបងប្អូនអញ្ចឹងណាដែលគេទៅសម្រាប់នោះដែរតែផ្ទះមួយហ្នឹងបងប្អូនពេលដែលគាត់ឡើងទៅគាត់ចាប់ផ្ដើមមានអារម្មណ៍ថាព្រឺក្បាលហើយពេលដែលគាត់កលេចទៅគឺគាត់មានអារម្មណ៍ថាហាក់ដូចជាឃើញសមោមួយអង្គុយលើធ្នឹមផ្ទះហើយជាសមោមនុស្សប្រុសមាសធំទៀតមនុស្សប្រុសមាសធំទៀតអញ្ចឹងគាត់ចាប់អារម្មណ៍ភ្លាមហើយស្រាប់តែកំឡុងពេលដែលគាត់ដេកមានគ្រួសារមួយមានកូនអាយុប្រហែលជា 3-4 ឆ្នាំ
មួយប្រហែលជា3ឆ្នាំមួយប្រហែលជា5ឆ្នាំគឺគេងដោយសារតែមនុស្សច្រើនអញ្ចឹងកូននឹងស្រាប់តែគេងអាល្វែងមួយនឹងអាល្វែងដែលគាត់មើលតែឃើញមិនអង្គុយកូននឹងយំតាំងពីម៉ោង10រហូតដល់ម៉ោង1រហូតដល់គាត់ដេកអត់បានគាត់ក៏ងើបទៅប្រាប់ថាបងឯងអាចមូលកុំគេងកុំសម្រាននៅល្វែងហ្នឹងបងឯងទៅសម្រាននៅល្វែងមួយទៀតព្រោះអីបើសិនជាបងឯងសម្រាននៅល្វែងហ្នឹងកូនបងឯងជុំតោះគេអត់ជឿគាត់ទេគេថាអត់អីនៅដេកនឹងកូននឹងបន្តយំទៀតតតែគាត់ប្រាប់ថាបើបងឯងស្ដាប់ខ្ញុំបងឯងងើបទៅដេកនៅនោះគឺកូននឹងបានជុំភ្លាមដោយសារតែអត់ជំរឿហើយជុំគ្មានអ្នកណាបានដេកកូននឹងក៏ប្តីប្រពន្ធនឹងក៏លើកកូនទៅដេកនៅល្វែងផ្សេងគ្រាន់តែដេកគឺស្ងាត់ជ្រាបតព្រឹកតែគាត់ខ្លួនឯងក៏អត់បានដេកទេគាត់ចេញពីកន្លែងដែលគាត់ដេកលក់ស្រួលគាត់មកឲ្យគេដេកហើយគាត់មកដេកល្វែងហ្នឹងគាត់ថាមកយប់ទល់ព្រឹកអត់បានដេកពេលតែគាត់បិទទៅអាលាវមកផ្ទះកំភ្លៀងគាត់ផ្លាប់ពេលដែលគាត់ដេកអាលាវមកអេសបាតជើងគាត់ពេលដែលគាត់ដេកជិតលក់មកផ្លុំទៅជាគាត់ហើយគាត់បើកភ្នែកទៅគឺឃើញឈរនៅពីលើរហូតអញ្ចឹងមកតែគាត់អត់ធ្វើអីទេរហូតដល់ព្រឹកឡើងម៉ោង6ម៉ោង7អ្នកខ្លះដេកដល់ម៉ោង8តែម៉ោង7គាត់ងើបគាត់ចុះមកគាត់សួរម្ចាស់ផ្ទះថាអីផ្ទះហ្នឹងអីឯងនៅម៉ាននេះរាល់ដងណាអីនឹងគាត់ថាគាត់នៅតែឯងទេព្រោះកូនរបស់គាត់ទៅធ្វើការនៅពេញហើយគាត់សួរហ្មងគាត់ថាអីផ្ទះអីឯងនៅដែលមានបញ្ហាអីអត់គាត់ថាអត់ដែលមានបញ្ហាអីទេគ្រាន់តែផ្ទះហ្នឹងក្រៅពីខ្ញុំពិបាកដេកបន្តិចផ្ទះខ្ញុំមាន2ផ្ទះខ្ញុំនៅកន្លែងម្លងផ្ទះនេះ2 3ទៅដល់ផ្ទះខ្ញុំមួយទៀតកូនខ្ញុំមកវាតែដេកតែនោះទេវាមិនដែលដេកនេះទេវាមកនេះតែពេលថ្ងៃទេដោយសារតែវាដេកអត់កើតគឺខ្មោចសកត់រហូតអញ្ចឹងណាអញ្ចឹងគាត់ក៏ថាអញ្ចឹងអាហ្នឹងដែលខ្ញុំចង់សួរឯងហើយឯងដឹងតែខ្មោចហ្នឹងជាពីណាតាំងអត់ដែលដឹងទេតែផ្ទះហ្នឹងមិនមែនជាផ្ទះដែលគាត់ធ្វើមកទេគឺជាផ្ទះគេទេហើយគេនិយាយថាផ្ទះហ្នឹងគឺនៅតែបានទេអ្នកដែលសង់ប្តីប្រពន្ធដែលសង់ផ្ទះហ្នឹងគឺឈឺចិត្តស្លាប់ហើយក៏អស់លុយព្យាបាលក៏លក់ផ្ទះហ្នឹងហើយគាត់ប្រាប់កូនគាត់ដែរតែកូនគាត់មិនព្រមក៏ទិញយកហើយវាអត់ដែលនៅទេវាតែនៅផ្ទះចាស់ខ្ញុំវិញវាឲ្យខ្ញុំមកនៅនេះតែខ្ញុំនៅបានអ្នកផ្សេងនៅមិនបានអញ្ចឹងគាត់ក៏និយាយប្រាប់ថាអ្នកដែលនៅលើផ្ទះចៃហ្នឹងEIហ្នឹងគឺមនុស្សប្រុសមានធំហើយម្នាក់ហ្នឹងគឺមិនមែនជាខ្មោចទេគឺជាព្រាយអញ្ចឹងបើចង់នៅបានក៏ពិបាកដែរហើយបើនៅក៏មិនបានសុខដែរហើយបើសិនជា EI ចង់រស់នៅបានសុខ EI រស់ផ្ទះហ្នឹងចេញទៅហើយគាត់និយាយដែរប្រាប់មកវិញដែរថាគ្រួសារគាត់តាំងពីទិញផ្ទះហ្នឹងមករៀងដាក់រមិនសូវបានអញ្ចឹងណាហើយកូនអាសាឈឺប្តីគាត់គឺទៅតែស្លាប់បានប្រហែលជា100ថ្ងៃប្រហែលជា10ថ្ងៃមុនបានន័យថា3ខែជាងហើយគាត់ឈឺតាំងមុនទិញផ្ទះហ្នឹងតែអាចនិយាយបានថាវាគួបផ្សំគ្នាអញ្ចឹងណាតែគាត់ស្ដាយគាត់អីហើយកូនគាត់និយាយមិនស្ដាប់គាត់ក៏ប្រាប់ថាឯងប្រាប់កូនឯងទៅថាកុំទុកផ្ទះហ្នឹងបើសិនជាមិននៅតែរុះចោលទៅហើយកុំយកឈើហ្នឹងមកធ្វើវិញព្រោះឈើនេះប្រភេទឈើអត់ល្អទេគួរគាត់មើលទៅឈើហ្នឹងតសហ្នឹងសិតតែកញ្ចៅសិតតែពុកសិតតែស្អីអារបស់ដែលគេមិនឲ្យធ្វើណាហើយមើលទៅផ្ទះហ្នឹងគឺចូលទៅគឺដូចសង្គ្រប់មនុស្សហ្មងតែក្រោយមកទៀតគាត់មកផ្ទះមកគាត់អត់បាននេះទេតែក្រោយមកគាត់ក៏បានសួរទៅកាន់មិត្តភក្តិរបស់គាត់ដែលតាក់ទងទៅនឹងផ្ទះហ្នឹងប្រពន្ធរបស់មិត្តភក្តិរបស់គាត់ក៏និយាយដែរថាផ្ទះហ្នឹងគឺយប់គឺគេអាសាឃើញនេះឃើញនោះអញ្ចឹងណាតែហ្នឹងគាត់នៅតែព្យាយាមមកនៅហើយហ្នឹងក៏ធ្លាប់ឈឺម្ដងធ្ងន់ដែរហើយផ្ទះហ្នឹងក៏គេតែងតែនិយាយដែរថាឲ្យរុះចេញទៅអីទៅព្រោះផ្ទះហ្នឹងការធ្វើគឺជាងហ្នឹងក៏មិនសូវជាត្រូវមួយម្ចាស់ផ្ទះដែរហើយក៏មានការឆ្លោះប្រកែកគ្នារុះផ្ទះហ្នឹងចោលម្សាយតែលួងជាងទៅជាងក៏ធ្វើឲ្យវិញហ្នឹងទៅម្ចាស់មុនណាដល់ពេលអញ្ចឹងពេលដែលជួបគាត់ហើយអាពេលការមិត្តភក្តិនឹងហើយក៏បានប្រហែលជាមួយខែ2ខែផ្ទះហ្នឹងក៏រុះអញ្ចឹងទៅរុះទុកតែជើងតសបេតុងតែគឺរុះចោលទាំងអស់ហើយឈើហ្នឹងដាក់ចំហៀងផ្ទះហើយក្រោយមកទៀតក៏ហ្នឹងក៏គាត់លក់ឈើហ្នឹងឲ្យតែគេផ្សេងទៅហើយគេយកទៅធ្វើអុសឬក៏គេធ្វើក្រែធ្វើអីចឹងណាអាឈើដែលធ្វើផ្ទះហ្នឹងឯងហើយក៏អត់មានសងដែរគឺគាត់ទុកដីទុកតសបេតុងចោលគាត់ទៅនៅផ្ទះចាស់គាត់វិញចឹងទៅហើយតាំងពីពេលហ្នឹងមកក៏មិនដែរទៅជាមានបញ្ហាដែរគឺរស់នៅធម្មតាចឹងទៅអញ្ចឹងបងប្រុសគាត់និយាយថាប្រហែលជាមិនមែនត្រឹមតែគាត់និយាយទេក្រោយពេលដែលគាត់ប្រាប់ហើយហ្នឹងអាចទៅរកគ្រូទៅរកអីមើលចឹងណាព្រោះមនុស្សធម្មតាដូចគាត់ប្រហែលជាគេមិនជឿគាត់ថាអ្វីដែលគាត់ឡើងទៅគាត់ឃើញបែបណាគឺគាត់ថាបែបហ្នឹងគឺម្នាក់ដែលនៅលើផ្ទះហ្នឹងគឺកាចគឺជាព្រាយហើយមិនមែនជាខ្មោចធម្មតាទេអញ្ចឹងអានេះគឺជារឿងរ៉ាវទី1រឿងរ៉ាវទី2សម្រាប់បងប្អូនប្រិយមិត្តអ្នកស្ដាប់របស់យើងស្ដាប់